រឿងដំរីនិងស្រមោចកាលពីព្រេងនាយនៅឯព្រៃដ៏ធំមួយក្បែរប្រាសាទបុរាណមានសត្វជាច្រើនរស់នៅដោយសុខសាន្តប៉ុន្តែមានដំរីមួយក្បាលឈ្មោះតារាគេមានខ្លួនធំហើយកម្លាំងខ្លាំងប៉ុន្តែគេមានចិត្តអួតអាងណាស់ជារៀងរាល់ថ្ងៃតារាតែងតែដើរអួតប្រាប់សត្វដទៃថាគេជាអ្នកខ្លាំងជាងគេមើលចោគ្មាននរណាធំនិងខ្លាំងដូចខ្ញុំទេសត្វតូចដូចជាស្វានិងទន្សាយតែងតែភ័យខ្លាចរត់ពួនរាល់ពេលឃើញតារាដើរមកថ្ងៃមួយនៅក្បែរផ្លូវដើរមានសត្វស្រមោចតូចមួយឈ្មោះសុភាកំពុងតែខិតខំធ្វើការស្រាប់តែមានស្រមោលដ៏ធំមួយបាំងពន្លឺថ្ងៃជិតឈឹងគឺដំរីតារានឹងឯងគេដើរមកជិតនឹងជន់លើសំបុករបស់សុភាហើយសុភាភ័យណាស់ក៏ស្រែកប្រាប់ទៅដំរីបងដំរីសូមឈប់សិនបងដើរជិតជន់ផ្ទះរបស់ខ្ញុំហើយតារាឮសំឡេងតូចក៏ឈប់ហើយសើចចំអកអូឯងជាសត្វល្អិតតូចសោះហ៊ានមកហាមឃាត់ស្ដេចដំរីដូចខ្ញុំផងសុភានិយាយដោយសម្ដីទន់ភ្លន់ខ្ញុំមិនហ៊ានទេបងតែសូមបងមេត្តាដើរវាងបន្តិចទៅដើម្បីកុំឲ្យខូចផ្ទះរបស់ខ្ញុំប៉ុន្តែតារាមិនស្ដាប់ទេគេកាន់តែខឹងហេតុអ្វីខ្ញុំត្រូវដើរវាងខ្ញុំធំខ្ញុំចង់ដើរទៅណាក៏បានដែរថាហើយតារាក៏លើកជើងបំរុងនឹងជន់កំទេចសម្បុកស្រមោចចោលចាំមើលណាខ្ញុំនឹងជន់ឲ្យបែកតែម្ដងឃើញដូចនេះសុភាក៏លោតយ៉ាងលឿនតោងប្រមោយរបស់ដំរីសុភានាងវាចូលទៅក្នុងប្រមោយរបស់តារាយ៉ាងជ្រៅហើយសុភាក៏ខំឲ្យខ្លាំងតារាឈឺចាប់ខ្លាំងណាស់គេស្រែកយំហើយរត់ពេញព្រៃអូយឈឺណាស់ជួយផងទោះជាគេធំយ៉ាងណាក៏គេមិនអាចធ្វើអ្វីស្រមោចតូចមួយនោះបានដែរទីបំផុតតារាក៏សុំអង្វរសុំទោសខ្ញុំសុំទោសខ្ញុំឈប់ធ្វើបាបឯងហើយសុំចេញមកវិញមកសុភាឮដូច្នោះក៏វាចេញមកវិញចាំណាបងដំរីទោះជាតូចក៏មានពឹសដែរកុំមើលងាយអ្នកតូចជាងខ្លួនឲ្យសោះចាប់ពីថ្ងៃនោះមកដំរីតារាឈប់អួតអាងហើយរស់នៅជាមួយសត្វដទៃយ៉ាងសប្បាយរីករាយចប់សូមអរគុណសម្រាប់ការទស្សនាកុំភ្លេច Subscribe និងដាក់សញ្ញាកណ្ដឹង